ចាឥឡូវនេះយើងកំពុងតែរៀបចំប្រព័ន្ធកសិកម្មកសិដ្ឋានចម្រុះមួយដែលមានដំណាំឈើផ្លែលាយឡំគ្នាជាច្រើនដូចជាមានសាវម៉ាវមានក្រូចថ្លុងមានក្រូចឆ្មាក្រូចពោធិ៍សាត់ហើយស្វាយតៃវ៉ាន់ចេកខ្នោទៀបនិងអីវ៉ាន់ជាច្រើនមុខទៀតរហូតដល់17មុខណានៅលើដីនេះហើយអានេះគឺជាទ្រង់តឡាច់របស់យើងគ្រោងតឡាយអនុរបស់យើងគ្រោងធ្វើវានៅលើបន្លាយព្រោះយើងអត់ចង់ឲ្យវាខាតដីឥឡូវនេះយើងកំពុងតែធ្វើទ្រើងនៅលើបន្លាយទឹកនេះហើយដើម្បីដាំតឡាច់អនុអញ្ចឹងយើងរៀបចំដាក់វានេះដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្មហ្នឹងក្នុង1ម៉ែត្រការ៉េបាន$1ចឹងនៅជួរនេះយើងដាក់សាវម៉ាវហើយចេកនៅចន្លោះចេកនិងសាវម៉ាវហើយនៅចន្លោះខាងទៀតយើងដាំម្ដេងដើម្បីឲ្យវាចាក់ទៅក្រោមហើយយើងបានផលដែរចឹងចេកក៏បានផលម្ដេងក៏បានផលនេះដាក់សាវម៉ាវអានេះខុតអាចកដោដៃកដោទីល្អអូអាចកដោតំណាំល្អបាទដាក់បាន100 200ជាចេះឆ្លងជួយស្វ័យអានេះស្អីគេហ្នឹងសាវម៉ាវម៉ែចូលទៅដល់ដាក់យកកន្លងអូយសាវម៉ាវយើងដាក់ដីលើមែនណាអានេះក្រូចថ្លុងម៉ែគៀនខាងនេះក្រូចថ្លុងជួយក្រូចថ្លុងហ្នឹងហើយណែអានេះអត់កើតទេវើយណែមក10ទឹកហើយនឹងកំប៉ុងទឹកទេមានឡាទៀតយាយតែណែគេដកឲ្យគេទុកខ្លះបាទដល់អញ្ចឹងចាំឲ្យគេសាយគាត់ជួយទាញអានោមសម្អាតឲ្យអស់អានេះចឹងនេះគឺព្រំខាងក្រោយយើងហើយអានេះទៅខាងដីរបស់យើងទៅដល់ថ្នល់ជាតិនោះមានចម្ងាយ900ម៉ែត្រហើយចឹងនេះគឺព្រំរបស់គេយើងមានព្រំយើងកាយបន្លាយហ្នឹងឲ្យកាយតំណុកហ្នឹងហើយនេះខាងនេះក៏ក្រួយផ្ទះគេទេយើងបានឲ្យដីគេកាពីលើមុនឥឡូវគេធ្វើផ្ទះបានមកគេថ្នោតនៅតាមឲ្យឃើញមុខច្បាស់តាមព្រំដីខាងលិចបាទហើយនេះគឺចាស់ប្រជាពលរដ្ឋយើងនៅខាងក្រោយហ្នឹងក៏មានចម្ងាយ100ម៉ែត្រដល់ព្រំយើងនេះហើយនេះគឺព្រំខាងលិចរបស់យើងពងកាប់ដាំថ្នោតបាទហើយនេះព្រំយើងនេះគឺជាទីតាំងនៅខាងក្រោយបំផុតរបស់ដីហ្នឹងហើយនោះឃើញឡានឆ្ងាយចតនៅថ្នល់នោះនេះវាពងកាប់ដីដាំថ្នោតនេះគឺជាថ្នោតយើងយកមកកាប់នៅនេះដើម្បីឲ្យសកលដល់ឲ្យពូតាមមើលដល់ងាយឈ្មោះតាមមើលថ្នោតហ្នឹងមេហ្មងកាប់ទាំងអស់យកមេណាមិនឈ្មោះបាទអូល្អណាស់អញ្ចឹងយើងបានឆ្នាំប្រហែលជា700ដើមមួយថ្នោតតែមើលដោះបានប៉ុន្មានដើមដោះបានដើមពូតាមមើលទាំងអស់ហ្មងបានដាក់កូនកគីនៅលើព្រំហ្នឹងនេះជាកូនកគីជាច្រើនដើមមានបាននៅព្រំហ្នឹង
cái chế đấy là cái chế đấy Tao cái.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 